យើងមានការលាងប្រភេទទី5គឺ Paravé Plus គឺជាប្រភេទផលិតផលម្យ៉ាងដែលសម្រាប់កម្ចាត់សត្វល្អិតនៅក្នុងខ្លួនយើងបានជាង100មុខដែលថ្នាំពេទ្យនៅលើទីផ្សារដែលអស់លោកស្រីកំពុងពិសាររាល់ថ្ងៃដូចជាពពួក Perontal Benda 500គឺវាសម្រាប់កម្ចាត់សត្វល្អិតបានជាង12មុខតែប៉ុណ្ណោះ Paravé Powder នេះសំទោសចា Paravé Plus សម្រាប់ទាញយកសត្វល្អិតដូចជាពពួកតេនញ៉ាដែលយើងញ៉ាំថ្នាំពេទ្យវាទម្លាក់បានតែកង់និងក្បាលប៉ុន្តែស្វែឬពងបានបញ្ជ្រាបចូលទៅតាមសរសៃឈាមហើយធ្វើឲ្យវាទៅកើតបើសិនជាកើតនៅក្នុងជ្រាបចូលទៅក្នុងបេះដូងវាក៏មានតេនញ៉ានៅក្នុងបេះដូងតែបើសិនជាអល់ស្រីជ្រាបចូលទៅដល់ខួរក្បាលយើងក៏មានពពួកតេនញ៉ានៅក្នុងខួរក្បាលដែលជារឿងគួរឲ្យគ្រោះថ្នាក់បំផុតហើយថ្ងៃនេះការដែលយើងពិសា Paravé គឺយើងមានរបៀបប្រើប្រាស់ដ៏ត្រឹមត្រូវរយៈពេល10ថ្ងៃដំបូងអស់លោកស្រីពិសា2គ្រាប់មុនអាហារពេលព្រឹកចាហើយបន្ទាប់ពីថ្ងៃទី11រហូតយើងពិសាម្ដង5គ្រាប់មុនអាហាររហូតដល់អស់មួយកំប៉ុងហើយមិនតែប៉ុណ្ណោះការពិសា Paravé នេះអល់ស្រីគួរក៏បីពិសាទឹកឲ្យច្រើនហើយបើសិនជាករណីដែលយើងមានសត្វចិញ្ចឹមអល់ស្រីគួរតែពិសា Paravé 6ខែមួយកំប៉ុង6ខែមួយកំប៉ុងដើម្បីជៀសផុតពីការឆ្លងសត្វល្អិតទាំងអស់នោះចាថ្ងៃនេះបញ្ហាតាក់ទងនឹងការថែរក្សាសុខភាពដោយការលាងជាចម្បងមុននឹងអល់ស្រីចង់ទៅបន្ថែមអ្វីនៅលើរាងកាយគឺត្រូវលាងសម្អាត5ប្រព័ន្ធនេះឲ្យបានស្អាតអល់ស្រីត្រូវចងចាំថាការលាងសម្អាតមាន5ប្រព័ន្ធទី1លាងឈាមទី2លាងកាកសំណល់ចេញពីក្រពះពោះវៀនទី3គឺលាងក្រពេញទឹករងៃចេញពីខ្លួនរបស់យើងទី4គឺលាងជាតិពុលចេញពីថ្លើមទី5លាងយកសត្វល្អិតចេញពីក្នុងខ្លួនរបស់យើងបើសិនជាយើងលាងបានទាំង5ប្រព័ន្ធនេះស្អាតសូម្បីតែអល់ស្រីពិសាអ្វីក៏មានផលប្រយោជន៍ទៅដល់សារពាង្គកាយយើងសូមអរគុណសូមជម្រាបលាចា